សួស្តីបងប្អូនទាំងអស់គ្នានេះជាក្រុមដែលខ្ញុំដាក់រូបភាពនៅក្នុងនឹងអញ្ចឹងណាអញ្ចឹងតាចូលមកចុច download ទៅយើងនឹងឃើញមាន album នៅក្នុងនឹងអញ្ចឹងឥឡូវខ្ញុំសាក download ឲ្យមួយនេះវាមានទាំងអស់ 24.7 មេអញ្ចឹងណាអញ្ចឹងពេលដែលវាដើរអស់ទៅវានឹង load រូបឲ្យហើយអញ្ចឹងយើង save នេះ load បែបនេះរូបណាគឺមានពណ៌ឲ្យហើយស្រាប់ហ្មងអញ្ចឹងយើងគ្រាន់តែចុចកន្លែងនេះមកយើង save ជា file នេះយើង save ជា file នេះ save file ទៅអូខេបងអាចដាក់អក្សរចំណាំខ្លួនឯងបានណាយើង save ជា file ទៅអូខេហើយអញ្ចឹងយើងចេញមកវិញយើងចូលកន្លែងកម្មវិធី project នេះយើងចូលកន្លែងនេះចូលកន្លែងនេះណា import នេះហើយយើងចូលកន្លែង file យើងមករូបសិននេះខ្ញុំ save ហើយរូបខ្លះខ្ញុំ save ទៅហើយខ្ញុំអត់បានអត់ដាក់ចូលនៅក្នុង project នេះអញ្ចឹងណារូបខ្លះក៏ខ្ញុំ save ចូលអញ្ចឹងទៅខ្ញុំហៅរូបមិញសិនរូបនេះជារូបនេះហ្នឹងហើយអញ្ចឹងវាដើរសិនយើងនឹងឃើញហើយអូខេ load ហើយអញ្ចឹង load ហើយនេះយើងចង់រកមើលរូបណាយើងរកឡើងនេះរូបទី1រូបទី2រូបទី3ចឹងណាបងប្អូនហើយបើយើងចង់ឃើញរូបតែគេផាត់ហើយនេះរូបខ្លះខ្មុំអូភ្ជុកណានេះខ្ញុំប្រហែលជាយករូបទី2ទី3រូបទី3នេះអញ្ចឹងរូបទី3នេះបើសិនជាបងប្អូនចង់ save ហ៎អញ្ចឹងចេញមកវិញសិនមកនេះយើងចុចកន្លែងនេះមកហើយយើងចុចលើរូបភាពហ្នឹងមកហើយយើងចុចនេះហើយយើង save ជា JPEG ហ្នឹងចង់មកវិញហើយយើងមិន save ជា file យើង save ជារូបថតហ្មងបន្ទាប់ពី save ហើយយើងចុចមកខាងនេះវិញមកចុចមកឡើងនេះទី1ទី2ទី3អូខេរូបនេះហើយរូបហ្នឹងមិនរូបលៀនដាតតែនេះមកគេលៀនដាតហើយយើងចុចចេញមកវិញមកហើយយើងចុចកន្លែងនេះមកយើងចុចបែបនេះហើយយើងចុច share មកយើងចុចកន្លែងនេះតើហើយយើង save ជារូបភាពបើเพลงអ្នកស្រុកក្រៅគឺគេផាត់ពណ៌នៅលើហ្នឹងហ្មងបងប្អូនគឺគេចូល album មកគេផាត់ពណ៌នៅលើហ្នឹងហើយហ្មងគេមិនចាំបង្កើត layer អីទេគេផាត់លើហ្នឹងប៉ុន្តែសម្រាប់ខ្ញុំ recommend ឲ្យ save ហើយចាំយកមកផាត់ភាសាអីពេលយើងចង់ប្រើរូបហ្នឹងលើក្រោយទៀតយើងប្រើបានពេលតែបងប្អូនគូហើយគូពណ៌លើហ្នឹងផាត់ពណ៌លើហ្នឹងហើយតែពេលតែចេញមកវិញគឺយើងអាចបែកថយក្រោយត្រឡប់ថយក្រោយអីបាននេះយើងអាច remove បានយើងចុចគ្រាន់រៀនដៃ2និងរៀនដៃ3យើងចង់ត្រឡប់មកវិញចឹងណាប៉ុន្តែតែពេលបងប្អូនចេញហើយគឺនេះអត់បាននេះជាមួយខ្ញុំធ្វើឲ្យមើលខ្ញុំត្រឡប់មកវិញហើយខ្ញុំចេញមកវិញហើយយើងចង់ចេះអត់បាននេះយើងចង់ថយក្រោយបាននេះទៅយើងលុបចឹងណាអញ្ចឹងលើក្រោយយើងចង់ប្រើវាពិបាកនេះឃើញអត់ឃើញលុបដោយទាំងធូរបស់គេទៀតចឹងណាហ្នឹងហើយនេះទី5យើងលុបដោយទាំងធូរបស់គេចឹងដូចខ្ញុំប្រាប់ចឹងថាវាពិបាកយើងលើក្រោយយើងចង់ប្រើអីបាននេះយើង save បានទាំងរូបនឹងមកទៀតចឹងណាតែនេះខ្ញុំទឹកតិចចាំគូទៅវិញចឹងបងប្អូន save ដូចខ្ញុំទៅ save ចូល file រូបថតទៅ save ជា file ក៏បានដែរតែកុំឲ្យញញ៉ាំខ្ញុំពេលខ្ញុំចុច save ជា file ខ្ញុំ save ជារូបថតទៅព្រោះច្បាស់ដូចគ្នាហ្នឹងតែបើសិនជាបងប្អូនយកទៅ copy ចឹង save ជា file ទៅព្រោះពេល copy វាច្បាស់ហើយខ្ញុំអត់បានសាកយកទៅ copy ក្រដាសទេធ្វើទិញហើយតែអត់បានសាក copy ក្រដាសនេះតែរូបដែលខ្ញុំ save ពណ៌ចឹងយើងគូចិត្តជាវិញមកតែនឹងឲ្យគូក៏បានព្រោះពេលយើងនេះយើងគូពណ៌អូខេហ្នឹងណាយើងលុបនេះហ្នឹងហើយអូខេអញ្ចឹងខ្ញុំចូលមកចេះមកអញ្ចឹងយើងចេញមកវិញណាយើងចូលសញ្ញាបូកនេះហ្នឹងហើយយើងចូលកន្លែង photo បានដែរច្រឡំចូលកន្លែង photo មកយើងយករូបមកគឺគេ set នេះឲ្យយើងមកគេ set កន្លែងឲ្យកុំឲ្យយើងពិបាក set កន្លែងអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំមកកន្លែងនេះ